សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន tip មួយដើម្បីចែកជូនអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត user ថ្មីនៅក្នុងកម្មវិធី Actual Developer ឬក៏យើងហៅថាកម្មវិធី Oracle ភាសា Oracle ការបង្កើត user ថ្មីនេះគឺខ្ញុំបង្កើតតាមរយៈ command ខ្ញុំបង្កើតតាមរយៈ command នៅក្នុងកម្មវិធីនេះ Oracle Actual Developer ប៉ុន្តែខ្ញុំអត់មានបង្កើតតាម interface នេះទេព្រោះថាខ្ញុំបង្កើតតាម command cmd វាត្រូវនឹង standard Oracle តើការបង្កើត user ថ្មីតាម command ហ្នឹងវាមានប្រមាណ step តើយើងគួរប្រើ command នេះខ្លះនេះ command ដែលខ្ញុំបានទីមួយយើងទៅសេ actual plus as cs bar មួយទៀតយើងត្រូវការទៅសេ alter section set oracle script ស្មើ true មួយទៀតកន្លែងនេះយើងដាក់យើងសេ create user ស្មើនឹង your username នេះអ្នកគ្នាចង់ set ចង់កំណត់ដាក់ឈ្មោះគេ system អីផ្សេងចឹងទៅឈ្មោះគេដែលអ្នកនរគ្នាចង់បង្កើតថ្មីហ្នឹងអ្នកគ្នាចង់ដាក់ឈ្មោះគេហើយ create all privilege to your user មានន័យថាកន្លែងនេះយើងដាក់ user system ហើយយើងឲ្យ user នឹងមានសិទ្ធិធ្វើអីខ្លះមានសិទ្ធិ write insert delete នៅក្នុង user ហ្នឹងឲ្យវាមានសិទ្ធិអីខ្លះយើង secreted or private to your user ដែលយើងបានដាក់នេះអញ្ចឹងកុំឲ្យខាត់ពេលយូរអ្នកនរគ្នាធ្វើវាជាមួយខ្ញុំទីមួយអ្នកនរគ្នា search មកអ្នកនរគ្នា search វាយពាក្យថា command prompt វាយបែបហ្នឹងហើយវាចេញបែបហ្នឹងមួយទៀតអ្នកនរគ្នាអាច search run ហើយវាយ cmd អញ្ចឹងមកហើយ cmd enter មកវាចេញបែបហ្នឹងវាចេញដូចតែយើងវាយ command prompt មិនដែរទេមួយទៀតយើងប្រើ shortcut window បូកអក្សរ o ចេញមកវាចេញបែបហ្នឹងហើយយើងវាយពាក្យ cmd ចុច OK មកវាចេញបែបហ្នឹងឥឡូវយើងបង្កើត user ថ្មីជាមួយខ្ញុំបងប្អូនកន្លែងនេះយើងសរសេរ keyword SQL plus slash sdba យើងទៅសេប៉ុណ្ណឹងមកហើយបន្ទាប់មកយើងចុច enter នៅពេលយើងចុច enter កន្លែងនេះយើងឃើញពាក្យថា actual មានន័យថាយើងទៅសេ keyword ហ្នឹងបានត្រឹមត្រូវហើយយើងត្រូវការវាយ keyword មួយទៀតវាយ alter section set ហើយយើងដាក់សញ្ញាថ្មីកណ្ដាលនេះពីរយ៉ាងមកហើយយើងវាយដាក់ underscore កន្លែងនេះយើងសេ Oracle ជាអក្សរធំ Oracle ហើយដាក់ script ដាក់ underscore ទៀតមកហើយយើងសេ script ហើយយើងចេញមកចូលដាក់សញ្ញាស្មើហើយសេ true ហើយយើងដាក់ semicolon ផងយើងចុច enter មកកន្លែងនេះវាចេញ message ថា session alter មានន័យថាយើងវាយបានត្រឹមត្រូវហើយយើង create user ថ្មីយើងវាយ keyword create user កន្លែងនេះខ្ញុំបញ្ជាក់អ្នកនរគ្នាចង់ដាក់ឈ្មោះអីក៏បានដែរ
តាមតែតម្រូវការរបស់គ្នាសម្រាប់ខ្ញុំខ្ញុំដាក់ BBVU 1 ហើយខ្ញុំ set ID set password ខ្ញុំដាក់ identify ខ្ញុំដាក់ identify by 1 2 3 នេះមានន័យថា password user របស់យើងអ្នកទាំងអស់គ្នាវាយប៉ុណ្ណឹងមកហើយចុច enter កន្លែងនេះវាចេញ message user create មានន័យថាយើង create user បានជោគជ័យហើយប៉ុន្តែយើងចង់ផ្ដល់សិទ្ធឲ្យ user នឹងមានសិទ្ធគ្រប់យ៉ាងចង់ធ្វើការ delete insert នៅក្នុង Oracle នឹង write ឲ្យបានទាំងអស់អញ្ចឹងយើងប្រើ keyword មួយទៀតញ៉ាំឲ្យ create all privilege to ហើយយើងដាក់ user ដែលយើងបានបង្កើតមិញ user បានយើងបានបង្កើតមិញមានឈ្មោះថា BBVU1 ហើយខ្ញុំកំណត់សិទ្ធឲ្យ BBVU1 ហ្នឹងគាត់មានសិទ្ធគ្រប់យ៉ាងនៅក្នុង Oracle មានសិទ្ធ write text មានសិទ្ធ delete គ្រប់យ៉ាងក្នុង Oracle ហ្នឹងយើង say user យើងមក BBVU1 ហើយ semicolon ប៉ុណ្ណឹងមកអ្នកទាំងអស់គ្នាចុច enter អូ sorry វាប្រាប់ថា error at line 1មានន័យថាយើងវាយ command ខុសឥឡូវខ្ញុំវាយ សម័យ create nt on privilege TES2 BBVU1 semicolon យើងវាយប៉ុណ្ណឹងមកយើងផ្ទៀងអូកន្លែងនេះខ្ញុំទៅសេL 2 ដង privilege នឹងនៅសេ L 2 ដងចឹងខ្ញុំទៅសេតែមួយទេសំទោសអ្នកនរគ្នាហើយយើងចុច enter វាកន្លែងនេះវាដាក់ create success ដែលយើង create user នឹងបានជោគជ័យហើយឥឡូវយើងទៅ log user នឹងនៅក្នុង Oracle យើង close អានេះចោលមកយើងចូលកម្មវិធី Oracle របស់យើង Oracle របស់យើងហើយយើងចុចសញ្ញាបូកមកកន្លែងនេះមានន័យថា connection name នេះអ្នកនរគ្នាដាក់ឈ្មោះអីក៏បានដែរវាមានបញ្ហាទេខ្ញុំដាក់កន្លែងនេះអូខ្ញុំដាក់ BBVU1 ដូចនឹង user នេះដែរ user នេះខ្ញុំបាន create មិញកន្លែង user name នេះយើងត្រូវដាក់ឲ្យដូចនឹងនឹងយើងបានបង្កើតតាម command មិញអូមិញខ្ញុំ close ចោលហើយមិញតាមយើងចាំយើងដាក់ BBVU1 ហើយយើងកំណត់ password ឲ្យវា1 2 3ប៉ុណ្ណឹងមកអ្នកនរគ្នាចុច Share Vision មួយសិនមកហើយចុច Connect កន្លែងនេះវាមុនយើង connect ចូល user BBVU1 ហ្នឹងវាតម្រូវយើងដាក់ password ដែលយើងបានកំណត់ឲ្យវាមិញហ្នឹង1 2 3អញ្ចឹងយើងដាក់វាមក1 2 3ហើយយើងចុច OK ការកំណត់ user នៅក្នុង Oracle ថ្មីរបស់យើងបានជោគជ័យហើយយើង check មើល
ក្នុងនេះវាប្រៀបបានដូចជាប្រឡែង Oracle វាអត់មានអីទាំងអស់អញ្ចឹងវាតម្រូវឲ្យយើង create table view procedure អីផ្សេងហើយរបៀប create table ចាំខ្ញុំប្រាប់អ្នកនរគ្នានៅក្នុងវីដេអូក្រោយវីដេអូខ្ញុំសូមចប់នៅត្រឹមប៉ុណ្ណេះបានអ្នកនរគ្នាគិតថាវីដេអូខ្ញុំវាមានប្រយោជន៍សម្រាប់អ្នកនរគ្នាសូមជួយចុច like subscribe ម្នាក់មួយផងអរគុណ